ឈើធម្មជាតិបាទប្រភេទឈើខុសៗគ្នារយៈកាលខុសៗគ្នាខាងស្ដាំនេះកាខ្យាសាច់មាសនេះសាច់លឿងនេះដើមវាដើមធំដើមចាស់យូរឆ្នាំហើយមកដើមនេះចង់ក្លឹមទាំងអស់ស្រែធំជាងគេតែកន្លែងនេះអានេះស្រែទូចតែប៉ុណ្ណឹងគឺក្លឹមទាំងអស់បណ្ដាហើយវាយកសាច់វាស្អាតធម្មតាដែរសិនយើងយកមកដេកវិញគឺអែមមកប្រើតាពណ៌ឲ្យសាច់ធម្មជាតិមួយនេះវិញក៏អែមដែរស្អាតខុសៗគ្នាធម្មជាតិមួយនេះវិញមិនចាំបាច់ប្រើថ្នាំអីនេះពណ៌ធម្មជាតិវាស្អាតចឹងស្រេចហើយស្អាតស្រឡាញ់ធម្មជាតិ